1 2 3เตะใดใบดองออบอซาโตจูนจมพูตอนดึกขบอดเจี๊ยดใบจำนวนซอมแรงซีได้กดอาเทอร์บ้านนะบงโอนเปลนี่มองนี่ขมายมวยนโกบ่าขมายมาปะเต้ขมายแต่งขนมหนึ่งไกลปะเต้กำปงแต่ชลูจะมวยหนึ่งซิมแต่งธนดึกน้อมกัมพูชีแต่งกองตบกัมพูชีรวมแต่งบงโอนปะเชียปรดกัมพูชีแต่งขนมหนึ่งไกลปะเต้กำปงแต่กระได้กระหายกำปงแต่ชลูจะมวยนผู้อาชลีปีนแต่สำหรับผู้อาขบอดเจี๊ยดពួកសំរងស៊ីវាអាចធ្វើបានវាមកឆ្លោះជាមួយនឹងខ្មែរវិញឃើញទេអញ្ចឹងតែដៃជូនគាត់បាទល្អណាស់អាចចរិតថោកទាបអាចចរិតចង់បំផ្លាញខ្មែរអាចចរិតចង់បំផ្លាញជាតិនេះវាមិនចោលចរិតទេវាអាចធ្វើបានណាបងប្អូនហើយខ្ញុំនៅតែហួសចិត្តបាទជាមួយនឹងបងប្អូនខ្មែរយើងមួយចំនួននៅក្រៅប្រទេសដែលនៅតែជឿសំរងស៊ីនេះបាទវាហួសចិត្តអាធ្វើអាក្រក់ប៉ុណ្្នឹងហើយអាដើរបោកប្រាស់គេប៉ុណ្្នឹងហើយអាញុះញង់អាលៀបពណ៌អាបកែខាងបំភ្លៃការពិតអាមានបំណងចង់បំផ្លាញជាតិប៉ុណ្្នឹងហើយនៅតែមានអ្នកគ្រប់គ្រងមួយចំនួនតូចទៀតបាទក៏ប៉ុន្តែវាអត់សំខាន់ទេពាក់ព័ន្ធបញ្ហានេះដោយសារតែអ្នកដែលចូលរួមស្ដាប់គាត់អ្នកដែលនៅគ្រប់គ្រងគាត់គឺសិតតែវ័យ80វ័យ60ខ្លះវិញមិនតាន់មកខ្មែរម្ដងផងបាទខ្លះវិញអាយុច្រើនហើយតែគាត់នៅស្ដាប់សំរងស៊ីបាទគាត់នៅជឿសំរងស៊ីដោយសារតែគាត់មិនតាន់បានមកកម្ពុជាបាទជឿតាមសំរងស៊ីគាត់និយាយចេះនិយាយចោះទៅពួកគាត់ចេះជឿតាមអញ្ចឹងទៅបងប្អូនយើងក៏លោកមកមានច្រើននេះតាខ្លះវិញមិនដែលមកខ្មែរទេអញ្ចឹងទៅពេលតែគាត់ស្ដាប់សំរងស៊ីបោកស្ដាប់សំរងស៊ីនិយាយទៅគឺគាត់ជឿទៅពេលគាត់បានមកខ្មែរបើគាត់ដឹងថាអារាំងស៊ីនេះវាកុហកមែនបាទវាបោកប្រាស់បងប្អូនប្រជាជនខ្មែរនៅក្រៅប្រទេសនោះវាថាស្រុកខ្មែរចេះវាថាស្រុកខ្មែរចុះតាមពិតអត់ដូចមកវានិយាយសោះអញ្ចឹងខ្ញុំនៅតែសំណូមពរដដែលជូនចំពោះបងប្អូនមួយចំនួនតូច30-40នាក់ដែលតែងតែអង្គុយស្ដាប់សំរងស៊ីញុះញង់សំរងស៊ីវាយបហាស្រុកខ្មែរហ្នឹងសូមបងប្អូនតនេឬក៏អាចឆ្លៀតបានមកលេងស្រុកខ្មែរម្ដងពីរដងមកដើម្បីឲ្យដឹងកាន់តែច្បាស់បាទហើយជាពិសេសពេលនេះម៉ោងនេះសូមបងប្អូនពិចារណាសារឡើងវិញពាក់ព័ន្ធជាមួយនឹងទង្វើក៏ដូចជាសកម្មភាពរបស់ជនក្បត់ជាតិ3ចំនួនសំរងស៊ីដែលកំពុងតែម៉ោងនេះពេលនេះកំពុងតែធ្វើនេះបាទដែលកម្ពុជារបស់យើងសប្តាហ៍ថ្ងៃនេះកំពុងតែមានចំនួនជាមួយថៃទាំងថ្នាក់ដឹកនាំកម្ពុជាមានសម្ដេចតេជោមានសម្ដេចបវរធិបតីទាំងថ្នាក់ដឹកនាំដទៃទៀតកំពុងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគិតគូរអំពីសុខទុក្ខបងប្អូនទាហានជួរមុខបាទជាពិសេសកំពុងតែរួមកម្លាំងកាយកម្លាំងចិត្តគ្នាដើម្បីតតាំងជាមួយខ្មាំងសត្រូវតែសម្រាប់អាជនក្បត់ជាតិនេះបើជាមួយថ្ងៃមកអង្គុយទៅផុសញុះញង់អង្គុយលៀបពណ៌ឥឡូវឃើញផុសពាក់ព័ន្ធជាមួយនឹងអីវប្បធម៌សន្តានាត្រូវតែចាប់ផ្ដើមឡើងពីការដោះលែងអ្នកទោសនយោបាយបាទខ្ញុំសូមបញ្ជាក់អាម៉ាត់ណាសម្រាប់ខ្ញុំគិតណាលោកឯងរួមជាមួយនឹងគូកូនគ្មានតម្លៃណាមួយដែលត្រូវថ្នាក់ដឹកនាំកម្ពុជាទៅសន្តានាជាមួយទេបាទដូចសម្រាមអញ្ចឹងដូចរបស់អាលួយវល់អញ្ចឹងគឺគ្មានតម្លៃណាមួយដែលត្រូវថ្នាក់ដឹកនាំកម្ពុជាយកចិត្តទុកដាក់ជាមួយទេហើយក៏គ្មានបាទខ្ញុំជឿថាតោះសេះដោះស្នែងបាទតើតែសេះដោះស្នែងទៅថ្នាក់ដឹកនាំកម្ពុជាឲ្យតម្លៃអ្នកឯងត្រូវទៅសន្តានាជាមួយអ្នកឯងបាទពេលនេះម៉ោងនេះថ្នាក់ដឹកនាំគាត់យកពេលវេលាដើម្បីគិតគូរអំពីជាតិគិតគូរអំពីប្រជាពលរដ្ឋជាពិសេសគិតគូរអំពីចំនួនព្រំដែនពាក់ព័ន្ធជាមួយនឹងការឆ្លោះគ្នាការកំពុងតែតឹងស្អែកគាត់អស់គ្នាបាទរវាងកម្ពុជានិងថៃនេះវិញអត់មានពេលវេលាណាទៅសន្តានាជាមួយពួកអត់បានការទេពួកអត់ប្រយោជន៍ឯងទេបាទហើយក៏មកលើកឡើងអីអ្នកទោសនយោបាយនៅកម្ពុជាគ្មានទេអ្នកទោសនយោបាយនៅកម្ពុជាមានតែអ្នកទោសជាប់គុកដោយសារតែចាញ់កលពួកអាអ្នកនយោបាយបោកប្រាស់បាទតែបើនិយាយថាអ្នកទោសនយោបាយអត់មានទេស្ដាប់ឲ្យច្បាស់នៅកម្ពុជាមានតែអ្នកជាប់គុកអ្នកជាប់ទោសដោយសារតែចាញ់កលពួកអានយោបាយបោកប្រាស់ពួកអាប្រឆាំងមួយចំនួនបានជាជាប់គុកតែបើនិយាយថាអ្នកទោសនយោបាយអត់មានទេបាទជឿតាមពួកអាប្រឆាំងទៅវាធ្វើទង្វើខុសច្បាប់ធ្វើទង្វើដែលបំពងសង្គមបាទញុះញង់លៀបពណ៌បង្កចលាចលអញ្ចឹងទៅវាជាប់គុកអញ្ចឹងទៅតែបើនិយាយថាអ្នកទោសនយោបាយអត់ទេហើយដោយដែលខ្ញុំបានគោរពជម្រាបជូនបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងព័ត៌មានជាតិពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលកំពុងតែក្តៅគគុកពាក់ព័ន្ធជាមួយព្រំដែននេះសូមបងប្អូនតាមដានផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនផេកផ្លូវការរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតផេកផ្លូវការរបស់ក្រសួងការពារជាតិផេកផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងពាក់ព័ន្ធបាទសូមកុំយកចិត្តទុកដាក់ទៅស្ដាប់អាព័ត៌មានញុះញង់មួយចំនួនដូចជាផេករាំងស៊ីបាទផេកពួកក្បត់ជាតិអស់នេះគឺវាផុសតែមកពីក្រៅអត់ប្រយោជន៍ទេសួរថាអាខាងក្រៅវាបានព័ត៌មានពីណាវាមកបាទវាមានដឹងព័ត៌មានអីទាំងអស់គឺវាបានតែផុសតាមអារម្មណ៍បើផុសបំពល់សង្គមផុសញុះញង់ប្រជាពលរដ្ឋដោយការចំណានឈ្នះបងប្អូនមិនពួកអាចចំណានពួកអាប្រឆាំងនោះអញ្ចឹងរាល់ព័ត៌មានដែលវាផុសមកគឺតែងតែញុះញង់បងប្អូនប្រជាពលរដ្ឋឲ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គីបំណងមិនល្អទេពួកនេះបាទអ្នកដែលយើងត្រូវជឿទុកចិត្តនៅពេលនេះគឺមានតែអ្នកដឹកនាំរបស់យើងទេដែលកំពុងតែរួមសុខទុក្ខជាមួយយើងនៅពេលដែលប្រទេសកំពុងតែមានបញ្ហាជាមួយអ្នកជិតខាងអញ្ចឹងសូមបងប្អូនពិចារណាតាមការគូរហើយបងប្អូនមើលផេកសំរងស៊ីមើលនៅពេលដែលសំរងស៊ីផុស
ម្ដងសួរថាប្រហែលឡាច់ 1K 2K បាទ8 900ឡាច់អញ្ចឹងទៅអ្នក share 10 20អ្នកអញ្ចឹងទៅបើអ្នក comment ជេរព្រាតសំណាងណាបិទ comment បងប្អូនប្រជាពលរដ្ឋខ្មែរបើ comment ណាបងប្អូនប្រជាជនខ្មែរជេរងាប់ដោយសារតែបកគោនេះបុកផ្លេព័ត៌មានវិជ្រុលបាទញុះញង់វិជ្រុលពេកពេលវេលានេះគឺជាពេលវេលាដែលខ្មែរនិងខ្មែរសាមគ្គីគ្នាបាទបែរជាវានាំគ្នាផុសបំពល់សង្គមផុសញុះញង់ប្រជាពលរដ្ឋខ្មែរឲ្យស្អប់គ្នាបាទទាំងស្ថានភាពបែបនេះបាទទាំងពេលនេះម៉ោងនេះកំពុងតែតានតឹងជាមួយថៃនេះបាទជាពេលវេលាដែលខ្មែរយើងត្រូវរួមគ្នាដើម្បីលើកទឹកចិត្តថ្នាក់ដឹកនាំលើកទឹកចិត្តបងកងកម្លាំងប្រដាប់អាវុធបែរជាក្រុមរាំងស៊ីនិងបកពួកមួយចំនួនបែរជាបំពល់សង្គមញុះញង់ប្រជាពលរដ្ឋឲ្យខ្មែរនិងខ្មែរស្អប់គ្នាសួរថាអ្នកណាមិនខឹងសំណាងហើយដែលបិទ comment បើ comment គឺបងប្អូនប្រជាជនខ្មែរជេរងាប់បាទអញ្ចឹងសូមឲ្យបងប្អូនប្រជាជនខ្មែរយើងមួយចំនួនដែលរស់នៅក្រៅប្រទេសសូមគិតពិចារណាសារឡើងវិញកុំនៅជឿពេកបាទបងប្អូនខ្លះអាយុច្រើនហើយនឹងឲ្យសំរងស៊ីបោកបានទេនេះបាទអញ្ចឹងសូមឲ្យបងប្អូនពិចារណាតាមការគួរបាទសូមគោរពអរគុណ